មានខ្មែរកម្ពុជាក្រោមស្ម័គ្រចិត្តបូជាជីវិតចូលធ្វើទាហានជំនួយបម្រើបារាំងដែលមានសេចក្តីក្លាហានដ៏ស្វិតស្វាញដ៏រឹងប៉ឹងដ៏ស្មោះត្រង់ចំពោះបារាំងសូមបារាំងជ្រាបរដ្ឋបាលបារាំងក៏អាចទទួលជ័យជំនះចូលកាន់ខេត្តត្រាវវិញទាំងមូលឡើងវិញពេលនោះកងទ័ពផ្នែកវិសិទ្ធក៏ប្រមូលទាហានជំនួយជាជាតិខ្មែរកម្ពុជាក្រោមទៅជួយបោសសម្អាតយួនវៀតមិញនៅខេត្តផ្សេងៗទៀតរដ្ឋបារាំងត្រូវបញ្ជូនផ្នែករៀបចំរដ្ឋាភិបាលនិងផ្នែកចិត្តសាស្ត្រចូលមកកាន់ខេត្តត្រាវវិញជំនួសវិញដូច្នេះបារាំងចេញប្រកាសសេចក្តីអំពាវនាវរកខ្មែរកម្ពុជាក្រោមចូលជួយធ្វើការប៉ុន្តែគួរឲ្យស្ដាយណាស់រាជខ្មែរកម្ពុជាក្រោមដែលចេះដឹងហើយសល់ពីស្លាប់បានរត់ភៀសខ្លួនទៅកម្ពុជាកណ្ដាលសឹងអស់ទៅហើយអ្នកដែលនៅសល់ពីរស់អ្នកដែលសល់នៅរស់គឺច្រើនតែគ្រូបង្រៀនប៉ុណ្ណោះដោយសារការខ្វះបុគ្គលិកយ៉ាងនេះរដ្ឋាភិបាលបារាំងបានបិទប្រកាសផ្សាយផ្គប់ទីកន្លែងអំពាវនាវរកអ្នកធ្វើការដែលមានសេចក្តីជាអាតថាបារាំងលើកលែងទោសឲ្យយួនគ្រប់វណ្ណៈដែលឆ្លោះឆ្លួយបានទៅបម្រើវៀតមិញឥឡូវនេះអាចវិលត្រឡប់ចូលមកកាន់ទីលំនៅរៀងៗខ្លួនវិញបានដោយសេរីចំណែកអតីតអ្នករដ្ឋការអាចចូលមកសូមអនុគមភាពរួចអាចសូមចូលធ្វើការតាមក្រសួងដើមនានារៀងៗខ្លួនវិញបានចាប់តាំងពីថ្ងៃបិទប្រកាសផ្សាយនេះទៅពួកវៀតមិញបានឃើញប្រកាសនេះរួចក៏ផ្លាស់ប្ដូរផែនការរបស់វាភ្លាមវាសម្រេចចិត្តប្រើអាវុធចិត្តសាស្ត្រនិងកលល្បិចត្រជាក់ម្ដងវិញវាក៏លែងលោកញុះញង់បំបាយបំបាក់ខ្មែរទាហានជំនួយឲ្យបែកចេញពីបារាំងសិនព្រោះតាំងពី 3-4 ខែដែលកន្លងផុតមកហើយនេះវៀតមិញប្រើតែអាវុធជាកំភ្លើងដែលធ្វើឲ្យពួកបូដូយស្លាប់យ៉ាងច្រើនដែលហេតុថាពួកទាហានខ្មែរជំនួយបារាំងអស់ទាំងនោះមានការតស៊ូស្វិតស្វាញហើយមានព្រៀបខាងកម្លាំងសឹកលើសបូដូយច្រើនណាស់ដូច្នេះពួកវៀតមិញបញ្ជាឲ្យគ្នាវារំលាយក្រុមរំលាយកងហើយលាក់អាវុធទុកមួយកន្លែងសិនឆ្លៀតពេលដែលបារាំងបោះខិត្តប័ណ្ណអំពាវនាវហើយយួនឲ្យធ្វើការឡើងវិញដោយសេរីនេះវៀតមិញចាប់ផ្ដើមបញ្ជូនចារកិច្ចរបស់វាដែលសុទ្ធតែជាអ្នកចេះដឹងជ្រៅជ្រះដែលខ្លះជាអតីតអ្នករដ្ឋការឲ្យមកសូមចូលធ្វើការជាមួយបារាំងឡើងវិញតាមមុខងាររបស់ខ្លួនពីដើមនឹកទៅគួរអាសូរទាហានខ្មែរកម្ពុជាក្រោមជំនួយបារាំងដែលធ្វើពលិកម្មបូជាជីវិតដើម្បីបម្រើបារាំងចំនួននោះណាស់អ្នកទាំងនោះមិនចេះនិយាយនឹងអារក្សរយួនមិនចេះនិយាយភាសាបារាំងម្លោះហើយបាននិយាយឆ្លើយឆ្លងជាមួយចៅវាយគឺគ្នាធ្វើបានត្រឹមតែកាយវិការពួកគេចេះពិតប្រាកដតែរឿងវាយកម្ចាត់ដេញវៀតមិញឈ្លានពានតែមិនបានដឹងថាស្ថានភាពប្រែប្រួលភ្លាមៗយ៉ាងនេះឡើយឆ្នាំ 1946 ខែមេសាជាទិវាបុណ្យចូលឆ្នាំខ្មែរទាហានជំនួយខ្មែរកម្ពុជាក្រោមមួយចំនួនបានច្បាប់អនុញ្ញាតឲ្យឈប់សម្រាកហើយក៏ធ្វើដំណើរវិលត្រឡប់ចូលកាន់ទីក្រុងវិញស្រាប់តែភ្ញាក់តែឃើញមេវៀតមិញដែលតែងតែចាប់ចងខ្មែរកម្ពុជាក្រោមនាំយកទៅសម្លាប់ដែលតែងតែចូលមកប្លន់យកទ្រព្យសម្បត្តិនិងដុតផ្ទះខ្មែរបែរជាដើរប្រងព្រាតកណ្ដាលទីក្រុងធ្វើប្រងើយដោយមានបំណងចង់កប់ចិត្តចៅវាយបារាំងផងនិងនៅចង់សងសឹកឲ្យបងប្អូនខ្មែរដែលត្រូវពួកវាសម្លាប់ពីមុនមកផងទាហានជំនួយទាំងនោះក៏វាយសម្លាប់ពួកវៀតមិញចោលកណ្ដាលទីក្រុងភ្លាមគ្មាននិរែករឿងដែលមានបទប្រកាសថាលើកលែងទោសឲ្យពួកវៀតមិញយ៉ាងណានោះពួកទាហានជំនួយអស់ទាំងនោះមិនទាន់ចង់ដឹងនៅឡើយទេការវាយសម្លាប់របៀបនេះមានកើតឡើងជាញឹកញាប់ដែលពេលខ្លះនាងទៀងបានឃើញផ្ទាល់នឹងភ្នែកនៅថ្ងៃទី 12 ខែមេសា 1946 វេលាម៉ោង 11 កន្លះនាងទៀងបណ្ដាកង់ចេញពីសាលាគរុកោសល្យនៅផ្លូវខាងលិចជាប់សាលារៀនមានពួកទាហានជំនួយខ្មែរកម្ពុជាក្រោមចំនួន 10 នាក់ដែលជាប់ខ្នោះមួយគូត្រូវគេបណ្ដាចេញពីគុកធំដែលស្ថិតនៅក្រោយសាលាខេត្តត្រាវិញជនជាប់ខ្នោះទាំងនោះត្រូវគេរុញបង្ខំឲ្យឡើងឡាន GMC មួយគ្រឿងដែលមានឡានស៊ីបមួយទៀតចតនៅពីមុខក្នុងចំណោមជនជាប់ខ្នោះដៃនោះមនុស្សម្នាក់ឈ្មោះខែមដែលនាងទៀងបានស្គាល់ច្បាស់បានស្រែកផ្ដែផ្ដាំមកនាងទៀងថាអាទៀងនៅពេលស្អែកដែលអូនឯងបានឈប់សម្រាកនៅពេលបុណ្យចូលឆ្នាំនេះដល់ពេលដែលអូនឯងវិលទៅកាន់ភូមិយើងចូលអូនឯងប្រាប់ប្រពន្ធរបស់បងផងថាកុំឲ្យចាំមើលផ្លូវបងអីព្រោះបងជាប់ឃុំណានាងទៀងស្ដាប់ឮបានតែត្រឹមហ្នឹងក្បួនឡានទាំងពីរក៏ដឹកអ្នកជាប់ទោសទាំង 10 នាក់នោះចេញបាត់ទៅស្អែកឡើងពេលព្រលឹមនាងទៀងធ្វើដំណើរចេញពីទីក្រុងត្រាវិញទៅកាន់ភូមិចុងព្រៃជាស្រុកកំណើតដែលមានចម្ងាយ 20 គីឡូម៉ែត្រពីទីក្រុងត្រាវិញនាងទៀងជិះកង់កាត់តាមភូមិកំពង់ទូកក្រូតឃុំតាំងម៉ៃស្ថិតនៅចម្ងាយ 7 គីឡូម៉ែត្រខាងត្បូងទីក្រុង
ត្រាវិញនៅពេលដែលនាងទៀងជិះកង់មកដល់លានតតបាល់មួយខាងត្បូងផ្សារកំពង់ទូកក្រូចនាងក៏ចុះពីលើកង់បណ្ដាកាត់ហ្វូងប្រជាជនខ្មែរយ៉ាងច្រើនកកកុញដែលមានទឹកមុខស្រងោតស្រងាត់របៀបផិតភ័យតក់ស្លុតអ្នកខ្លះមានទឹកភ្នែករហាមនាងទៀងក៏ក្រឡេកទៅតាមខ្សែភ្នែកប្រជាជនទាំងនោះដែរពុទ្ធោនាងទៀងស្ទើរដួលសន្លប់ដោយឃើញជនជាប់ខ្នោះដៃទាំង10នាក់ពីម្សិលមិញត្រូវគេចងបាញ់សម្លាប់ចោលខ្លួននៅជាប់នៅបង្គោលសសរលើទីលានតតបាល់នោះនាងទៀងសម្លឹងរកបងខែមរបស់នាងបើរាប់ពីឆ្វេងដៃខ្មោចបងខែមនៅជាប់បង្គោលទី5ស្លាប់ទន់ករងាកគួរឲ្យអនិច្ចាណាស់គេចងផ្ទួក្តារបន្ទះមួយពណ៌ខ្មៅសរសេរអក្សរយួនធំនៅនឹងករបស់ខ្មោចបងខែមតែមានសេចក្តីថាត្រូវតែសម្លាប់មនុស្សធននេះជាគំរូខ្មោចទាំង10នេះត្រូវគេតាំងទុកឲ្យបណ្ដាជនមើលចំនួន4ថ្ងៃទៅគេយកទៅបញ្ចុះល្បិចកលរបស់យួនសម្រាប់ខ្មែរកម្ពុជាក្រោមស្របច្បាប់នេះមានច្រើនកន្លែងសម្រាប់បណ្ដាចោតបណ្ដាថាប្រជាជនខ្មែរកម្ពុជាក្រោមជាអ្នកដឹកនាំបះបោញ៉ាំងឲ្យមានចលាចលពេញស្រុកចោតថាជាគិតកោចោតជាចោរពេលនោះយួនជាអតីតវៀតមិញបច្ចុប្បន្នបម្រើបារាំងទទួលអំណាចយ៉ាងគ្រប់គ្រាន់ក៏បញ្ចេញរិទ្ធដោយអាយ៉ងយៈដែលបានទទួលសិលពីព្រះឥសូរវាបញ្ចេញសកម្មភាពកំចាយខ្មែរកម្ពុជាក្រោមដោយផ្សាយខ្សឹបខ្សៀវថាត្រូវសម្លាប់ឲ្យអស់នៅខ្មែរណាដែលធ្លាប់បានសម្លាប់យួនខ្មែរណាដែលធ្លាប់បានប្លន់ទ្រព្យសម្បត្តិយួនវាចាត់ក្រសួងមានសមត្ថកិច្ចឲ្យដោយឆែកឆេរផ្ទះខ្មែរតាមអំពើចិត្តតើវាសនាខ្មែរកម្ពុជាក្រោមទៅជាយ៉ាងណាទៅបើអ្នករដ្ឋការថៃបកភាសាក៏ជាយួនពួកវៀតមិញក៏ជាយួនពេលនោះខ្មែរកម្ពុជាក្រោមដើរដល់ច្រកតល់ចុះទឹកក៏ពើឡើងលើខ្លាដូច្នេះអ្នកដែលមានមធ្យោបាយគ្រប់គ្រាន់ក៏ដឹកកោតជញ្ជូនចៅក៏ចេញពីស្រុកភូមិម្ដងទៀតជាលើកទី2មានសំណួរថាហេតុយ៉ាងដូចម្ដេចបានជាបារាំងបែរជាបណ្ដោយឲ្យក្រុមយួនជាអតីតវៀតមិញដែលសុំចំណោះទាំងឡាយនោះមានអំណាចសម្រាប់ពួកទាហានជំនួយខ្មែរក្រោមដែលធ្លាប់តែស្មោះត្រង់នឹងបារាំងនោះទៅវិញសូមឆ្លើយយ៉ាងខ្លីថានេះជាការខ្វះសមត្ថភាពរបស់បារាំងទាំងស្រុងបារាំងមិនបានស្គាល់កលល្បិចប្រលិចកលុចរបស់យួនដែលតែងតែមានជាបញ្ច្រាស់ជាបណ្ដោយនោះទេបារាំងមិនបានដឹងតតែសោះថាក្នុងចំណោមពួកយួនដែលបម្រើបារាំងនោះមួយចំនួនធំជាចារៈបរោះរបស់យួនវៀតមិញនោះទេបារាំងជឿវាណាស់ព្រោះវាប៉ិនប្រសពអែបអបបណ្ដាលមកពីចារកិច្ចនេះបារាំងគ្រាន់តែរេខ្លួនយួនវៀតមិញចាត់ការកំទេចតាន់ពេលវេលាគ្មានខុសចំណុចមូលហេតុនេះហើយបានជាបារាំងត្រូវបរាជ័យរត់ចោលឧបទ្វីបឥណ្ឌូចិនចំណែកខ្មែរកម្ពុជាក្រោមគោរពស្រឡាញ់និងស្មោះត្រង់ចំពោះបារាំង 100% ព្រោះខ្មែរជាសាសស្គាល់គុណគឺដោយសារបារាំងចូលមកគ្រប់គ្រងការពីឧបត្ថម្ភតែខ្មែរកម្ពុជាក្រោមបានទទួលសេចក្តីសុខបាននៅជាជាតិខ្មែរនៅកម្ពុជាក្រោមដដែលជិត1សតវត្សដើម្បីតបស្នងសងគុណបារាំងតបជំនួយទាំងនោះដឹងតែបញ្ចេញករណីឲ្យកិច្ចកំទេចវៀតមិញដើម្បីការពារបារាំងនិងបងប្អូនខ្មែរកម្ពុជាក្រោមតែប៉ុណ្ណោះម្យ៉ាងទៀតពួកតបជំនួយទាំងឡាយនោះរវល់ជាប់បំពេញបេសកកម្មជួយបារាំងបោះសម្អាតវៀតមិញនៅតាមជនបទនានាមិនបានដឹងថានៅតាមទីក្រុងបារាំងដែលជាចែងច្បាប់លើកលែងទោសវៀតមិញយ៉ាងនោះឡើយមិនបានដឹងថាបារាំងធ្វេសប្រហែលឲ្យចាញ់បោកយួនវៀតមិញយ៉ាងនោះឡើយដោយមកពីបងខែមស្គាល់មេវៀតមិញដ៏ខូខើច្បាស់ម្យ៉ាងទៀតដោយមកពីគាត់ចោទកបចិត្តបារាំងទើបគាត់នាំគ្នាវាយសម្លាប់មេវៀតមិញសុំចំណុះបំទើបគាត់នាំគ្នាវាយសម្លាប់មេវៀតមិញសុំចំណុះបម្រើបារាំងនោះបានលេះនេះយួនឆ្លៀតឱកាសសម្លាប់តបជំនួយស្របច្បាប់របស់បារាំងវិញកាលនោះមានសល់ខ្មែរកម្ពុជាក្រោមដែលចេះដឹងតស៊ូនៅជួយធ្វើការបារាំងដែរប៉ុន្តែត្រូវយួនជាអតីតវៀតមិញសុំចំណុះបម្រើបារាំងប្រើគ្រប់មធ្យោបាយសម្រាប់ជាបន្តបន្ទាប់មានឧទាហរណ៍ខ្លះដូចតទៅក្នុងឆ្នាំ1947លោកកឹមហឹសជាចៅតំបន់នៅប៉ុស្តិ៍វត្តធំស្រុកកៅងាងខេត្តត្រាវិញមានថ្ងៃមួយវៀតមិញពាត់បាញ់ប៉ុស្តិ៍នេះលោកកឹមហឹសត្រូវរបួសចំផ្លូវក្រសួងកងទ័ពក៏ដឹកនាំលោកទៅចូលព្យាបាលក្នុងមន្ទីរពេទ្យធំទីក្រុងត្រាវិញពេលនោះមានវិជ្ជបណ្ឌិតជាជាតិយួនម្នាក់ឈរសម្លក់សម្លឹងលោកកឹមហឹស
យ៉ាងយូរបន្តមកវាក៏ចាក់ថ្នាំសម្លាប់អ្នករបស់នោះនៅចំពោះមុខប្រពន្ធគឺអ្នកស្រីកឹមឈឺចិត្តណាស់គាត់ក៏ចូលកាន់ដែនដីរំដោះដែលមានយួនវៀតមិញនឹកទៅគួរឲ្យស្ដាយណាស់ក្នុងរយៈពេលជិត100ឆ្នាំដែលបារាំងបានគ្រប់គ្រងកម្ពុជាក្រោមគេមិនដែលឃើញមានការកើតវិវាទរវាងបារាំងនិងខ្មែរតលតែសោះទៅវិញយួននិងបារាំងសម្លាប់គ្នាទៅវិញទៅមកដោយសម្លាប់មុខមានឧទាហរណ៍ជាប្រវត្តិសាស្ត្រនៅឌៀនបៀនភូដែលស្លាប់កោជើងលើគ្នាជាផុសតាំងស្រាប់បន្គោបារាំងថយចាក់ចេញពីកម្ពុជាក្រោមហើយបែរជាប្រគល់ទឹកដីនេះឲ្យយួនទៅវិញទេឆ្លៀតឱកាសយួនជាអតីតវៀតមិញសូមចំណុះបម្រើបារាំងកំពុងចាត់ការសម្លាប់ខ្មែរកម្ពុជាក្រោមស្របច្បាប់យ៉ាងនោះចំណែកយួនវៀតមិញបែរជា